យើងរៀនធ្វើម្ហូបទាំងអស់គ្នាជាមួយខ្ញុំពីការចំហុយឃីនមេដៃត្រីក្រហមបែបនេះការឃីនមេដៃដំបូងត្រីនោះយើងពីយើងទៅមកយើងរៀងឆ្អាបអញ្ចឹងយើងទៅយកទៅក្តៅវាយកទៅក្តៅមកគឺមកសោះវាកុំឲ្យកាត់ជាតិឆ្អាបចោលអញ្ចឹងខ្ញុំបានដាំទៅក្តៅរួចហើយក្តៅអ៊ុនៗមកក៏បានដែរហើយធ្វើការស្រោចយកវាអញ្ចឹងមកកោសឆ្អាបជាតិឆ្អាបវាចោលកុំឲ្យវាមានហើយវាអាចជាប់នៅស្កីអីតិចៗដែរហ្នឹងធ្វើអញ្ចឹងមកក៏អាចយកស្កីចេញបានដែរអញ្ចឹងត្រីយើងហៅថាស្អាតលាងទឹកត្រជាក់វាបន្តិចមកតែឥឡូវយើងមកដឹងគ្រឿងផ្សំមកវាគឺមានខុនប៊ឹហើយទឹកចំនួន400មីលីលីត្រតែមកក្បាលហ្នឹងហើយយើងមានទឹកស៊ីអ៊ីវមានពីរប្រភេទទឹកស៊ីអ៊ីវមួយនេះហើយនឹងទឹកស៊ីមួយនេះទីចង់ប្រើមួយតែមួយប្រភេទក៏បានដែរហើយគេហៅមីរិនអានេះគ្រឿងផ្សំរបស់នៅជប៉ុននៅខ្មែរយើងគ្មានទេណាប៉ុន្តែប្រហែលជានៅអេអុននឹងតែមានលក់ហើយនេះស្រាសសម្រាប់ធ្វើម្ហូបតមកគឺមានខ្ញីមួយដុំចេញមកហើយនឹងស្ករសអញ្ចឹងគ្រឿងផ្សំនេះមានតែប៉ុណ្្នឹងទេបន្តមកទៀតយើងធ្វើការដាំទឹកអញ្ចឹងហើយនេះដាំទឹកហើយយើងដាក់ខុនប៊ឹចូលដើម្បីឲ្យវាចេញជាតិតឥឡូវទឹកយើងចាប់ផ្ដើមពុះអញ្ចឹងហើយអាខុនប៊ឹនេះវាចេញជាតិខ្លះៗហើយយើងដាក់គ្រឿងផ្សំចូលនេះស្ករគឺយើងដាក់2ស្លាបព្រាទៅចូលមីរិនយើងគឺយើងដាក់ចំនួន50មីលីលីត្រវា2ស្លាបព្រា3ស្លាបព្រាបាយអីចាញ់យើងចូលចិត្តសាវសក៏ដូចគ្នាដែរដូចមីរិនដែរដាក់ដូចគ្នាទៅពុះទឹកស៊ីអ៊ីវយើងដាក់3ស្លាបព្រាទៅបើអ្នកយើងចូលចិត្តប្រៃអាចថែមវាថយតាមហ្នឹងទៅយើងដាក់ត្រីចូលត្រីហ្នឹងយើងកន់វាទាំងសងខាងចេះទៅដើម្បីឲ្យវាងាយចូលជាតិបន្ទាប់ពីចំហុយប្រហែល5នាទីមកយើងដាក់ខ្ញីចូលនេះខ្ញីដែលយើងត្រៀមទុកដើម្បីកាត់ជាចាប់ដែរបន្ទាប់ហើយយើងគ្របវាវិញទឹកវាចាប់ដើមរីងអស់អញ្ចឹងយើងថែមបន្លែបន្តិចទៅបន្លែអីក៏បានដែរពណ៌បៃតងអីចឹងឲ្យវាដាក់ជាមួយគ្នាទៅវាហៅថាសម្ព័ន្ធភាពម្ហូបវាអញ្ចឹងបើចំហុយ10នាទីបើសិនជាទឹកនឹងវាអត់ស្ខាប់យើងអាចថែមពី3នាទីទៀតឲ្យទឹកនឹងរៀងខាប់ទឹកនឹងចេញរៀងខាប់បានឆ្ងាញ់ដាក់វាមិនឲ្យចំហុយវាមិនឲ្យទឹករៀងខាប់ទឹកឡើងចង់ខាប់នេះចំហុយហើយគឺខ្ញុំដួសដាក់ចាននេះហើយនៅពីលើហ្នឹងសហ្នឹងគឺគេហៅថា Naganiki យើងចិត្តស្ដើងអញ្ចឹងទៅហើយដាក់នៅពីលើហើយអាចបន្ទាប់ញ៉ាំជាមួយបាន